ម្នាក់ទៀតបានបន្តស្រែកខ្លាំងៗតើពេលណាទើបអញចេះគិតគាត់ហាក់ដូចជានឹកឃើញរូបភាពរបស់ដុកទ័រហួងពីអតីតកាលហេអាន់ឆូវីតើអញឈួតហើយឬបើអញមិនទាំងអាចធ្វើតាមបញ្ជីគ្រូពេទ្យមូលដ្ឋានផងតើពួកញ៉ាំងគួរធ្វើដូចម្ដេចគាត់បានវាយម្នាក់ទៀតដោយខឹងសម្បាភ្ញាក់រស់លើកឡើងអាល្ងងដុកទ័រហួងដាក់ដៃក្នុងហៅប៉ៅហើយងាកចេញសំបីតាស្ដីបន្ទោតក៏ហត់ដែរគាត់បានងក់ក្បាលដោយសម្លឹងមើលបុរសនោះដើរកាត់គាត់បានងាកក្បាលទៅមើលគ្រូពេទ្យកម្មសិក្សា intern លីមីនហូខាំបបួមាត់របស់គាត់ទាំងមានអារម្មណ៍ដង្ខក់ហើយសម្លឹងមើលទៅដៃដុកទ័រហួងងក់ក្បាលយកដៃអង្អែលចង្ការរបស់គាត់ពិតជាមិនអាចទុកចិត្តបានទេគាត់បាននឹកឃើញការសន្ទនារបស់គាត់ជាមួយដុកទ័រអូពីមុនខ្ញុំបានឮពីដុកទ័រអូគ្រូពេទ្យលីមីនហូនោះខ្ញុំបានឮថាគាត់បានផ្លាស់ប្ដូរថ្មីនេះហើយកំពុងធ្វើការកាន់តែយកចិត្តទុកដាក់ប៉ុន្តែគាត់នឹងបើកកលឹះទ្វារប្រាប់គាត់ឲ្យប្រយ័ត្នបំផុតបើគាត់ធ្វើបានល្អវាមិនអីទេប៉ុន្តែបើគាត់អន់ជាងការលើផ្នែកវេសកាត់ខ្ញុំនឹងមិនលើកឡើងឲ្យទេគាត់បិទភ្នែកដោយអស់កម្លាំងបើកទ្វារហើយដើរចូលទៅក្នុងបន្ទប់ប្រាប់គាត់ឲ្យត្រៀមខ្លួនទៅហ៊ីឈើងក់ក្បាលព្រោះខ្ញុំមិនមែនជាប្រភេទមនុស្សដែលឲ្យរឿងកំឡុងផុតទៅដោយងាយៗនោះទេនៅក្នុងបន្ទប់គ្រូពេទ្យកម្មសិក្សានៃផ្នែកសង្គ្រោះបន្ទាន់ឈៀនហ៊ីឈើឆោច្រកចង្កេះប្រឈមមុខយ៉ាងមើងម៉ាត់ទៅកាន់គ្រូពេទ្យកម្មសិក្សាទាំង4ផ្នែកសង្គ្រោះបន្ទាន់គឺជាសមរភូមិពិតប្រាកដគាត់ងក់ក្បាលដំឡើងសំឡេងអ្នកជំងឺកំពុងហូរចូល clinic ឥតឈប់ឈរហើយក្រេក្នុងផ្នែកគឺតែងតែពេញដោយអ្នកជំងឺដែលរងចាំលទ្ធផលតេស្តអ្នកគួរតែបំពាក់បំពាន់ខ្លួនឯងជាមួយនឹងជំនាញ clinic មូលដ្ឋានជាមុនអាន់ជីស៊ូនិងហ៊ីវ៉នទាំងពីរបានឆ្លើយយ៉ាងខ្លាំងបាទលោកគ្រូគាត់ងាកទៅរកមីនហូខ្ញុំបានឮថាដុកទ័រលីមីនហូបានសម្រេចចិត្តជ្រើសរើសផ្នែកវះកាត់បេះដូងនិងទ្រូងមីនហូងក់ក្បាលបញ្ជាក់បាទឮដូច្នោះគាត់ក៏ញញឹមចុងមាត់ជាមួយផ្នែកវះកាត់បេះដូងនិងទ្រូងអ្នកប្រកាសជាគ្រូពេទ្យកម្មសិក្សាដែលមានអនាគតល្អហ៊ីឈូលងាកក្បាលមុខរបស់គាត់ជ្រួញក្រុមរៀមដោយសម្លេងទាបប៉ុន្តែគ្រាន់តែដោយសារអ្នកមិនជ្រើសរើសផ្នែករបស់យើងមិនមែនមានន័យថាអ្នកត្រូវបានអនុញ្ញាតឲ្យខ្ជិលហើយគ្រាន់តែបង្ហាញខ្លួនឲ្យរួចពីដៃនោះទេមីនហូដកដង្ហើមធំបង្វិលភ្នែកដល់ការធុញទ្រាន់ប្រយ័ត្នសម្ដីផងអាល្អិតមីនហូបង្ហាញស្នាមញញឹមស្តង់ដាដាក់ញាក់មកខាងទៀតតើខ្ញុំអាចធ្វើដូច្នោះបានយ៉ាងដូចម្ដេចនៅពេលដែលផ្នែកសង្គ្រោះបន្ទាន់ជាកន្លែងដ៏សំខាន់សម្រាប់ការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរខ្ញុំនឹងខិតខំរៀនសូត្រណាហ៊ីឈូលមីភ្នែកបង្ហាញទឹកមុខចាប់អារម្មណ៍ចម្លើយគួរឲ្យសរសើរចំពោះអាកប្បកិរិយានោះខ្ញុំឆ្ងល់ថាតើអ្នកបានស្វែងយល់ពីកំណត់ត្រាអ្នកជំងឺដែលអ្នកទទួលបានកាលពីម្សិលមិញឬនៅលីមីនហូឆ្លើយដោយទំនុកចិត្តខ្ញុំបានធ្វើហើយផ្នែករបស់ជីស៊ូនិងហ៊ីវ៉នបើកធំដល់ការភ្ញាក់អារម្មណ៍ចំពោះពាក្យរបស់គាត់ឯកសារដ៏ក្រាស់ម្ដុំត្រូវបានត្រឡប់មើលម្ដងមើលតំពើមែនឬមីនហូឈោក្បែរតោអានរាល់ទំពោដែលសរសេរយ៉ាងណែនវាមានចំនួនច្រើនណាស់គាត់បានអាននិងវិភាគវាស្ទុតជំនាញប៉ុន្តែដែលផ្អកលើចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំទទួលបានពីការព្យាបាលអ្នកជំងឺកាលពីអតីតកាលមីនហូអនក្បាលញញឹមដោយទំនុកចិត្តព័ត៌មាននេះមិនពិបាកយល់ពេកទេហ៊ីឈូលងក់ក្បាលសម្លឹងមើលគាត់ដោយការគិតមិនគួរឲ្យជឿតែក្មេងនេះពិតជាកាយខ្លួនមែនឬភ្លាមនោះគាត់បានបង្វែរកាយចាប់អារម្មណ៍ទៅអ្នកទាំងពីរទៀតតើអាន់ជីស៊ូនិងហ៊ីវ៉នបានអានហើយឬនៅអ្នកទាំងពីរដែលត្រូវបៅហៅឈូបានអោនក្បាលយ៉ាងលឿននិយាយតកតថាបាទចាស់យើងបានអានហើយហ៊ីឈូញញឹមជុងមាត់គ្រូពេទ្យកម្មសិក្សាសប្តាហ៍នេះពិតជាមានភាពសាទរណាស់គាត់ងក់ក្បាលដោយទឹកមុខរីករាយដោយសារវាជាពេលរសៀលបន្ទប់សង្គ្រោះបន្ទាន់គឺរៀងស្ងាត់បន្តិចតោះយើងធ្វើការរំលឹកឡើងវិញបន្តិចហ៊ីឈូលបានត្រឡប់ឯកសារកង់ដៃដោយស្ងៀមស្ងាត់គាត់សម្លឹងមើលយ៉ាងយកចិត្តទុកដាក់មួយសន្ទុះបន្ទាប់មកចាប់ដើមយឺតឥឡូវនេះខ្ញុំនឹងសួរសំណួរមួយគាត់ចាប់ដើមអានព័ត៌មានអ្នកជំងឺស៊ីមជីហွမ်ភេទប្រុសអាយុ72ឆ្នាំត្រូវបានគេបញ្ជូនមកតាមរថយន្តសង្គ្រោះបន្ទាន់កាលពីចុងសប្តាហ៍មុនតើចំណុចសំខាន់អ្វីខ្លះដែលត្រូវកត់សម្គាល់កាន់កំណត់ត្រាវិទ្យាសាស្ត្ររបស់គាត់ជីស៊ូនិងហ៊ីវ៉នបានដាក់ភ្នែកចុកមុខរបស់ពួកគេស្លាំងកាំងហើយអោនក្បាលដោយស្ងៀមស្ងាត់លីមីនហូក្តាប់ដៃហើយនិយាយឡើងអ្នកជំងឺស៊ីមជីហွမ်ត្រូវបានគេរកឃើញសន្លប់នៅតាមផ្លូវដោយអ្នកដំណើរម្នាក់ដែលបន្ទាប់មកបានហៅរថយន្តសង្គ្រោះបន្ទាន់ហ៊ីឈូលងក់ក្បាលតើស្ថានភាពរបស់អ្នកជំងឺយ៉ាងណានៅពេលចូលមកដល់មីនហូឆ្លើយយ៉ាងច្បាស់ Glasgow Coma Scale 10
សម្ពាធឈាម195លើ95ជីបចរ79អត្រាដកដង្ហើម21 SpO2 96%អាការៈប្រស្រីភ្នែក3មីលីម៉ែត្រសងខាងការឆ្លើយតបនឹងពន្លឺធម្មតានៅភ្នែកទាំងពីរពេលគាត់និយាយការភ្ជាប់ទំនាក់ទំនងដែលទាក់ទងនឹងអ្នកជំងឺបានលេចឡើងក្នុងគំនិតរបស់គាត់ស្នាមសើមនៅលើខោខូ3ប្រវត្តិប្រព័ន្ធទឹកនោមនិងការប្រើប្រាស់ថ្នាំមិនស្គាល់ដបថ្នាំពណ៌ទឹកក្រូចរាងស៊ីឡាំងជាមួយថង់រូតតូចៗហ៊ីឈលគិតពិចារណាកែវភ្នែកមុតស្រួចមើលក្មេងនេះចុះមិនអន់ទេឥឡូវនេះឲ្យហ៊ីវ៉នឆ្លើយគាត់បន្តសួរតើការធ្វើតេស្តអ្វីខ្លះត្រូវបានធ្វើលើអ្នកជំងឺស៊ីមជីវ៉នភ្នែករបស់ហ៊ីវ៉នបើកធំរៀងភ័យបន្តិចអ្នកជំងឺមានសម្ពាធឈាមខ្ពស់និងការផ្លាស់ប្ដូរស្ថានភាពស្មារតីដូច្នេះខ្ញុំគិតថាពួកគេបានធ្វើការស្កេនក្បាល CT scan ឲ្យគាត់ហ៊ីឈលខឹងមុខរបស់គាត់ជ្រួញធ្វើ CT scan ក្បាលភ្លាមតែម្ដងមិនមានអ្វីត្រូវបានធ្វើមុននោះទេដោយត្រូវបានស្ដីបន្ទោតគាត់បានរុនខ្លួនថយក្រោយហើយនិយាយតក់មុននោះគាត់ងាកទៅរកអ្នកទៀតដុកទ័រអានជីស៊ូអ្នកសាកល្បងឆ្លើយនាងអូនក្បាលចុកទៀបភ័យស្លន់ស្លោហ៊ីឈលសួរម្ដងទៀតដុកទ័រលីមីនហូអ្នកឆ្លើយគាត់បន្តដោយសារតែអ្នកជំងឺមានការផ្លាស់ប្ដូរស្ថានភាពស្មារតីយើងមិនអាចទទួលបានប្រវត្តិថ្នាំឬប្រវត្តិវិទ្យាសាស្ត្រគាត់ត្រឡប់ឯកសារក្នុងដៃយ៉ាងម៉ឺងម៉ាត់ត្រឹមត្រូវហើយលទ្ធផលតេស្តភីងឆមានកម្រិតជាតិស្ករក្នុងឈាម180ដូច្នេះវាមិនមែនជាការចុះជាតិស្ករក្នុងឈាមទេហើយអូស្មန်ក្នុងឈាមអាក់តែមិនបញ្ហាជាមួយនឹងអុកស៊ីសានឬការដកដង្ហើមទោះជាយ៉ាងណាក៏ដោយសូឌីយ៉ូមញាក់ជំងឺទាបណាស់គឺនៅកម្រិត128លីមីនហូគិតពិចារណាដៃអង្អាយចង្ការយើងក៏អាចពិចារណាលើជំងឺកង្វះសូដ្យូមខឹងឈាម Hyponatremia ដែរប៉ុន្តែដោយសារប្រវត្តិមិនវិវត្តលឿនយើងមិនសូវគិតថាវាជាមូលហេតុនៃការផ្លាស់ប្ដូរស្ថានភាពស្មារតីទេហើយដោយសារអ្នកជំងឺត្រូវបានគេរកឃើញសន្លប់នៅតាមផ្លូវបុរសចំណាស់ត្រូវបានដាក់យ៉ាងស្អាតនៅលើគ្រែហើយអញ្ជើញទៅក្នុងម៉ាស៊ីនរាងមូលដូច្នេះគ្រូពេទ្យបានធ្វើការស្កេនក្បាល CT scan លើអ្នកជំងឺហ៊ីឆៅនិយាយដោយសំឡេងទាបតើលទ្ធផលយ៉ាងណាគាត់បន្តយ៉ាងលឿនអ្នកជំងឺត្រូវបានកំណត់អត្តសញ្ញាណថាមានការធ្លាឈាមក្រោមសតពពញ្ញាដោយសារការប៉ះទង្គិច traumatic subarachnoid hemorrhage និងការស្លាប់កោសិកាខួរក្បាលចាស់ or cerebral infarction គាត់ងក់ក្បាលអានរបាយការណ៍អញ្ចឹងអ្នកត្រូវតែជូនដំណឹងទៅផ្នែកវះកាត់ប្រព័ន្ធប្រសាទភ្លាមលីមីនហូញញឹមបន្តិចបាទបន្ទាប់ពីកាត់បន្ថយលទ្ធភាពនៃការឆ្លងមេរោគក្នុងឈាម sepsis ដោយផ្អែកលើលទ្ធផលមន្ទីរពិសោធន៍គាត់បើកភ្នែកធំដោយការភ្ញាក់ឡើងពេលឮពាក្យរបស់គាត់កម្ដិតត្រាវិជ្ជសាស្ត្រចែងច្បាស់ថាគ្រូពេទ្យបានជូនដំណឹងទៅផ្នែកវះកាត់ប្រព័ន្ធប្រសាទហ៊ីឆៅសម្លឹងមើលរបាយការណ៍ដោយការគិតក្មេងនេះខ្ញុំគ្រាន់តែសួរសំណួរនាំមុខហើយគាត់គ្រាន់តែត្រូវការយល់ស្របមិនមានសញ្ញាណាមួយផ្ញើពីការឆ្លងមេរោគក្នុងឈាមទេខ្ញុំគ្រាន់តែសួរសំណួរនាំមុខហើយគាត់គ្រាន់តែត្រូវការយល់ស្របគាត់ស្មៃមើលរាងកាយមនុស្សនិងផ្នែកក្នុងរបស់វាសម្រាប់មនុស្សក្នុងតំណែងរបស់គាត់នេះមិនមែនគ្រាន់តែជាការចងចាំកំណត់ត្រាវិទ្យាសាស្ត្រធនម៉ៃហ៊ីឆៅសម្លឹងមើលគាត់ខណៈពេលដែលគាត់បិទភ្នែកគិតយ៉ាងជ្រៅគាត់ក៏អាចយល់និងអនុវត្តព័ត៌មានបានដែរគាត់ផ្ញើទឹកមុខផ្ញើឡើងញ៉ាំពិតជាពូកែណាតើញ៉ាំអាចចងចាំអស់នេះដល់របៀបណាលីមីនហូសាច់ហើយអង្អែលកញ្ចឹងកខ្ញុំគ្រាន់តែមើលវាសាចុះសាឡើងហើយភ្លាមនោះសម្រែកពីខាងក្រោយបានតាក់ទាញចំណាប់អារម្មណ៍របស់ពួកគេហេតុអ្វីបរិសម្នាក់ដែលបីក្មេងប្រុសអាយុប្រហែល5ឆ្នាំនៅលើស្មារបស់គាត់ដែលកំពុងយំយ៉ាងខ្លាំងបានរត់មកដល់លោកគ្រូពេទ្យសូមជាបាល់កូនប្រុសរបស់ខ្ញុំផងអ្នករស់នៅជុំវិញបានប្រមូលផ្ដុំគ្នាយ៉ាងលឿនដាក់ក្មេងចុះនៅទីនេះហ៊ីឈុលក៏ឈានជើងទៅមុខយ៉ាងលឿនដំបងសម្អាតមុខរបួសបរិសនោះកាន់ដៃកូនប្រុសរបស់គាត់ធានាគាត់ដោយក្តីបារម្ភមិនអីទេកូនប៉ានៅទីនេះគ្រូពេទ្យបានប្រែកន្ត្រៃកាត់ខោរបស់ក្មេងប្រុសតាមបន្ទាត់ត្រង់ឆ្ពោះទៅរកមុខរបួសដែលកំពុងហូរឈាមនៅជង្គង់របស់គាត់ក្មេងប្រុសសង្កេតធ្មេញដោយការឈឺចាប់ក្តាប់អាវរបស់គាត់យ៉ាងតឹងមុខរបួសនៅលើជង្គង់របស់ក្មេងប្រុសចាប់ផ្ដើមហូរឈាមចុះមកក្រែពេទ្យជីស៊ូធ្វើមាត់ស្រួយចាក់ទឹកពីដបដោយប្រុងប្រយ័ត្នដើម្បីសម្អាតមុខរបួសឈាមលាយជាមួយទឹកហើយហូរចុះមកពេញធុងផ្លាស្ទិក
លីមីនហូនិងគ្រូពេទ្យឯកទេស Residence បានប្រមូលផ្ដុំគ្នាដើម្បីធ្វើជំនួយសង្គ្រោះបឋមដល់ក្មេងប្រុសមុខរបួសនៅលើជង្គង់របស់គាត់បើកធំនៅតែក្រហមនិងរលាកគាត់នៅស្ងៀមពិការណៃលើចិត្តទុកដាក់វាជាឈាមពណ៌ក្រហមភ្លឺដែលមានន័យថាសរសៃឈាមអាក់ទែត្រូវបានខូចខាតវិនិច្ឆ័យតាមជំរឿននិងទីដៅនៃការរងរបួសសរសៃឈាម descending genicular artery អាចនឹងរងរបួស មីនហូលូកដៃទ័រសង្កត់ម្រាមដៃចង្អុលទាំងពីររបស់គាត់ចុះលើមុខរបួសរបស់ក្មេងប្រុសវាប្រហែលជានៅកន្លែងណាមួយជុំវិញទីតាំងនេះគាត់រំកិលដៃរបស់គាត់ថ្នមពីក្រោមឈាមពណ៌ក្រហមដុំមួយត្រូវបានរុញឡើងហ៊ីឈុលនៅម្ខាងទៀតក៏គាត់សម្គាល់សកម្មភាពរបស់គាត់ដុកទ័រលីទើបតែរកឃើញនិងសង្កត់លើសរសៃឈាម descending genicular artery គាត់ស្តាក់ស្ទើរតើវាអាចទៅរួចយ៉ាងដូចម្ដេចមីនហូងក់ក្បាលទឹកមុខរបស់គាត់ផ្ដោតអារម្មណ៍ខ្ញុំបានស្រមៃមើលរចនាសម្ព័ន្ធជុំវិញជង្គង់និងគិតពីផ្លូវរបស់សរសៃឈាមគីលានុបដ្ឋាយិកានៅក្បែរគាត់និយាយឡើងភ្លាមលោកគ្រូពេទ្យនេះគឺជាថ្នាំស្ពឹកគាត់ភ្ញាក់មួយសន្ទុះបាទគាត់កេកភ្នែកងាកក្បាលទៅមើលគាត់ដោយប្រុងរបោតក្មេងនេះមីនហូនៅតែផ្ដល់ជំនួយសង្គ្រោះបឋមយ៉ាងយកចិត្តទុកដាក់ដល់ក្មេងប្រុសហ៊ីឈុលកំពុងគិតយ៉ាងជ្រៅតើគាត់ជាទេពកោសល្យមែនទេយប់បានចូលមកដល់ប្រច័ណ្ឌពេញវងរះខ្ពស់បំភ្លឺអគារ Seoul Hospital មីនហូមុខភ្នែកដោយការពេញចិត្តកាន់ពោះដែលឆ្អែតសប្បាយចិត្តដោយសារបានញ៉ាំឆ្អែតឆ្ងាញ់ណាស់គាត់ដើរយល់ខ្លួនយ៉ាងសប្បាយរីករាយក្រហមបទចម្រៀងទោះបីជាខ្ញុំញ៉ាំយឺតបន្តិចក៏ដោយក៏វានៅតែឆ្ងាញ់ខ្ញុំគួរតែមកអាហារដ្ឋានមន្ទីរពេទ្យឲ្យបានញឹកញាប់ មែនហូអង្អែលចង្ការរបស់គាត់គិនតើថ្ងៃនេះមានម្ហូបអ្វីដំឡូងបារាំងខាប់និងត្រីសាបាក់ពេលគាត់ហៀបនឹងឈានចូលទ្វារបន្ទប់គាត់បានលឺសម្រែកយ៉ាងខ្លាំង Dr. An Ji-su វិជ្ជបណ្ឌិតស្រីសក់ខ្លីបានស្ទេយបន្ទោសយ៉ាងខ្លាំងខណៈដែលនាងអូនក្បាលសំទោសឥតឈប់ឈរម្នាក់ទៀតធ្វើមុខខឹងហើយស្រែកថាតើអ្នកជាគ្រូពេទ្យកម្មសិក្សាឬគ្រូពេទ្យឯកទេស Ji-su ខំបបួរមាត់របស់នាងអូនខ្លួនជាប់ទៀបកៅភ្នែកសំទោសរបស់នាងសម្លឹងទៅដៃមិនហូបង្វិលភ្នែករអ៊ូទួមដោយការស្អប់ខឹងនិងទឹកមុខស្រឡំកាំងតើមានរឿងអ្វីទៀតហើយលើកនេះវេជ្ជបណ្ឌិតស្រីឈើច្រត់ចង្កេះបន្តការស្ដីបន្ទោសរបស់នាងប្រសិនបើដុកទ័រអានជីស៊ូនឹងចេញបញ្ជាដោយខ្លួនឯងបែបនេះនាងគួរតែធ្វើជាគ្រូពេទ្យឯកទេសតែអ៊ូអ៊ីនហេគ្រូពេទ្យឯកទេសឆ្នាំទី1នៃផ្នែកសង្គ្រោះបន្ទាន់នាងបន្តរិះគន់ហើយបើអ្នកនឹងចេញបញ្ជាយ៉ាងហោចណាស់ចេញបញ្ជាឲ្យត្រូវផងនាងបន្តសំទោសខ្ញុំសំទោសអ្នកជំងឺស្រីដែលត្រូវបានអនុញ្ញាតឲ្យចូលសម្រាកដោយសារឈឺពោះតើគេមិនបានបង្រៀនអ្នកទេឬថាចំពោះអ្នកជំងឺស្រីអ្នកគួរតែពិចារណាលើការមានកូនក្រៅស្បោង ectopic pregnancy ជានិច្ចជីស៊ូងាក់ក្បាលទឹកមុខដឹងខប់ត្របកភ្នែកធ្លាក់ចុះនាងបានប្រាប់ខ្ញុំថានាងបានរៀបការហើយប៉ុន្តែទើបតែអស់រដូវកាលពីប៉ុន្មានថ្ងៃមុនដូច្នេះមីនហូអោនក្បាលធ្វើមាត់ស្រួតហើយគិតមើលទៅជីស៊ូបានធ្វើកំហុសគួរឲ្យសោកស្ដាយប៉ុន្តែភេទខ្លះការត្រូវបានស្ដីបន្ទោសគឺជាឱកាសដើម្បីរៀនថែមថែមគាត់ងាក់ក្បាលចិញ្ចាមរបស់គាត់កន្ត្រាក់ស្រឡាំងកាំងប៉ុន្តែដើម្បីទៅដល់បន្ទប់គ្រូពេទ្យឯកទេសខ្ញុំត្រូវឆ្លងកាត់ទីនេះខណៈពេលដែលអ៊ីនហេនៅតែស្ដីបន្ទោសជីស៊ូបានឃើញគាត់ពីខាងក្រោយតើនរណាប្រាប់អ្នកថាបើអ្នកជំងឺមានរដូវនាងមិនអាចមានផ្ទៃពោះបានដោយសារតែសកម្មភាពមិនចេះគិតរបស់អ្នកឥឡូវនេះខ្ញុំត្រូវបានគេហៅទៅស្ដីបន្ទោសហើយនាងក៏បានកត់សំអល់ឃើញហើយងាកក្បាលទៅតាមក្រសែភ្នែករបស់នាងអ៊ីនហេឆ្ងល់មានរឿងអ្វីហេតុអ្វីបានជាអ្នកដើរបែបនោះភ្លាមនៅពីក្រោយអ្នកទាំងពីរមីនហូកំពុងតែអែបនឹងចិញ្ចាំដើរតិចខ្ញុំគិតថាអ្នកទាំងពីរកំពុងនិយាយគ្នាភ្នែករបស់គាត់បើកធំភ័យស្លុនតូនៅពេលត្រូវបានចាប់បានគាត់ងាក់ក្បាលហើយញញឹមឆ្ងងពេលដើរចូលទៅជិតដុកទ័រវូតើអ្នកបានញ៉ាំអាហារពេលល្ងាចហើយឬនៅថ្ងៃនេះនៅគ្រឿងអាហារឋានមានត្រីសាបាក់ខាប់និងដំឡូងបារាំងឬអ្វីមួយនឹងវាពិតជាឆ្ងាញ់ណាស់អ៊ីនហេអោនក្បាលហើយញញឹមជុំមាត់កៅក្រៀមនៅជាគ្រូពេទ្យកម្មសិក្សាក្រៀមមិនមានពេលទៅអាហារឋានទេដូច្នេះក្រៀមញ៉ាំតែនំបាំងឬមីកញ្ចប់នាងហ៊ានចូលនៅទីនេះហើយធ្វើឲ្យយោបាលឲ្យក្រៀមពាក្យរបស់នាងធ្វើឲ្យទាំងគាត់ហើយនឹងជីស៊ូនេះមិនចាញ់គ្រូពេទ្យកម្មសិក្សាសម័យនេះពិតជាស្រួលណាស់អ៊ីនហេញៀកចេញប៉ុន្តែមិនភ្លេចញៀកមកក្រោយដើម្បីរំលឹកនាងដោយសារនេះជាលើកទី1របស់អ្នកខ្ញុំនឹងលើកឡើងហើយប៉ុន្តែបើអ្នកធ្វើខុសបែបនេះម្ដងទៀតខ្ញុំនឹងមិនលើកឡើងឲ្យអ្នកនៅទីនេះទេដោយភ្ញាក់ផ្អើលនាងងើបក្បាលយ៉ាងលឿនចាស់លោកស្រីជីស៊ូនិងមីនហូមើលពីក្រោយនាងពេលនាងដើរចេញទៅនាងស្រាប់តែហៅតាក់ទាញចំណាប់អារម្មណ៍របស់គាត់មីនហូអង្អែលកញ្ចឹងកញញឹមថ្ពាល់របស់នាងឡើងពណ៌ផ្កាឈូកអរគុណដែលបានជួយខ្ញុំមីនហូបង្វិលភ្នែកមើលទៅច្របូកច្របល់ដោយហេតុផលខ្លះហើយកោះក្បាលបាទមានអីទេ
ខ្ញុំមិនមានចេតនាជួយអ្នកទេយប់ដ៏ស្ងប់ស្ងាត់គ្រប់ដំដាប់អគារ Seoul Hospital ហ៊ីវ៉ាន់ដកដង្ហើមធំវែងគាត់ដើរជាមួយមីនហូតាមច្រករបៀងមន្ទីរពេទ្យស្ងាត់បណ្ដាគាត់ញញឹមតិចតិចសម្លឹងមើលជុំវិញគ្រូពេទ្យកម្មសិក្សានៅផ្នែកសង្គ្រោះបន្ទាន់ធ្វើកាយនៅពេលថ្ងៃនិងបដូរវេនធានៅយាមពេលយប់អ៊ិនហេកំពុងពិនិត្យអ្នកជំងឺស្រីវ័យចំណាស់ម្នាក់នៅក្បែរនាងជីស៊ូកំពុងងងុយដេកការនៅភ្ញាក់ពេញ24ម៉ោងគឺស្ទើរតែមិនអាចទៅរួចទេគាត់បិទភ្នែកគិតពីខ្លួនឯងកាលពីអតីតកាលប៉ុន្តែសម្រាប់ខ្ញុំពិតជាចង់ជួបអ្នកជំងឺរាល់ថ្ងៃនិងបន្តនៅក្នុងជីវិតមុនរបស់ខ្ញុំធ្វើនៅភ្ញាក់ជាច្រើនយប់ដើម្បីមើលថែអ្នកជំងឺរោគពេស្ត ភ្លាមនោះគាត់បានកត់សម្គាល់ឃើញគ្រូពេទ្យឯកទេសម្នាក់នៅក្បែរនោះយូបុកសុនបរិវត្តកពម្នាក់កាន់តារាងលោកពូជាអ្នកដំបងតែរកឃើញប្រពន្ធរបស់លោកពូសន្លប់តើនៅពេលណាហើយកលៈទេសៈជាក់លាក់យ៉ាងដូចម្ដេចយូបុកសុនគ្រូពេទ្យឯកទេសឆ្នាំទី3ផ្នែកសង្គ្រោះបន្ទាន់បុរសចំណាស់ងក់ក្បាលភ្នែករបស់គាត់សម្លឹងចុះដោយក្តីសោកសៅគាត់បាននិយាយថាគាត់ទៅបន្ទុកទឹកមួយផ្លែតប៉ុន្តែភ្លាមនោះគ្រីមក៏ឮសំឡេងខ្លាំងបុរសចំណាស់ធ្វើមុខភ័យខ្លាចឈរនៅខាងក្រៅទ្វារពេលគាត់ឃើញប្រពន្ធរបស់គាត់លើឥដ្ឋពេលគ្រីមចូលទៅគាត់សន្លប់នៅជាប់បង្គន់បាត់ទៅហើយបុកសុនសួរយ៉ាងទន់ភ្លន់តើលោកពូគិតថាគាត់សន្លប់យូរប៉ុណ្ណាបុរសចំណាស់អោនចុះជួយគ្រាស្ត្រីចំណាស់លើគ្រែប្រហែល1នាទីពីពេលដែលគ្រីមរកឃើញគាត់នាងធ្វើមាត់ស្រួចទឹកមុខនៅតែធម្មតាគ្មានអ្វីគួរឲ្យកត់សម្គាល់ទេគាត់សួរបន្ថែមមើលទៅប្រពន្ធរបស់លោកពូបានដឹងខ្លួនវិញនៅតាមផ្លូវមកទីនេះតើឥឡូវនេះគាត់មានសភាពធម្មតាទេបុរសចំណាស់ឆ្លើយយឺតខ្ញុំគិតថាគាត់ត្រឡប់មកធម្មតាវិញហើយឥឡូវនេះប៉ុន្តែដោយគិតពីអាយុរបស់គាត់ហើយនេះជាលើកទី1ដែលគាត់សន្លប់ខ្ញុំរាំងបារម្ភបន្តិចបុកសុនគាត់បិចរបស់គាត់ដាក់ចូលក្នុងហោប៉ៅវិញចិញ្ចាមរបស់គាត់ជ្រួនខ្ញុំយល់ហើយខ្ញុំនឹងពិនិត្យគាត់បន្តិចគាត់សួរបន្ថែមឥឡូវនេះអ្វីគឺធម្មតាតើប្រពន្ធរបស់លោកពូមានជំងឺប្រចាំកាយអ្វីទេបុរសចំណាស់ដើរទៅជិតគាត់មានសម្ពាធឈាមខ្ពស់និងជំងឺទឹកនោមផ្អែមហើយលេបថ្នាំសម្រាប់ជំងឺទាំងពីរបុកសិនងក់ក្បាលតិចលោកអ៊ំស្រីតើលោកអ៊ំចាំថាមានអារម្មណ៍យ៉ាងណាមុនពេលសន្លប់នាងមីភ្នែកគិតមួយសន្ទុះបន្ទាប់មកនិយាយរៀបរាប់យឺតភ្លាមនោះក្បាលរបស់ខ្ញុំវិលហើយខ្ញុំមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងបូមឈាមខ្ញុំមីនហូឈរនៅម្ខាងស្ដាប់ដោយស្ងៀមងាត់ខណៈដែលអ្នកទាំងពីរនិយាយគ្នាតើលោកអ៊ំមានអារម្មណ៍ចង់ក្អួតទេឥឡូវនេះខ្ញុំមានអារម្មណ៍រសេរសៅបន្តិចប៉ុន្តែនៅទ្រាំបានបុកសិនសម្លឹងមើលនាងពេលលោកអ៊ំសន្លប់ដៃជើងរបស់លោកអ៊ំមិនកន្ត្រាក់ទេមែនទេម្នាក់ទៀតងក់ក្បាលខ្ញុំចាំថាគ្រាន់តែសន្លប់គាត់សន្និដ្ឋានអញ្ចឹងមិនមានការប្រកាសទេមីនហូធ្វើមាត់ស្រួយឈរនៅម្ខាងគិតដោយសារអ្នកជំងឺត្រូវបាននាំមកបន្ទាប់ពីសន្លប់គួរតែធ្វើ CT scan ក្បាលប៉ុន្តែមុននោះត្រូវធ្វើតេស្ត EKG និងអូស្មានកឹងឈាមហើយទ្រូងនឹងពោះក៏ត្រូវពិនិត្យផងដែរគាត់លើកចិញ្ចាមប្រស្រីភ្នែកបោះថ្នោតខ្មែររបស់គាត់រីកធំនោះជាការធ្វើតេស្តដែលគ្រូពេទ្យកម្មសិក្សាតែងតែគិតដល់មុនគេគាត់នឹកឃើញខ្លួនឯងចាប់ជីពចរអ្នកជំងឺកាលពីអតីតកាលការសន្លប់គឺជាការបាត់បង់ស្មារតីមួយគ្រាមុខអ្នកជំងឺរបស់គាត់នៅពេលនោះស្វិតពិបាកដកដង្ហើមដែលបណ្ដាលមកពីការថយចុះយ៉ាងឆាប់រហ័សនៃលំហូរឈាមទៅកាន់សម្បកខួរក្បាលមីនហូអបដៃអង្អែលចង្ការរបស់គាត់មើលទៅនាងគ្រាន់តែសន្លប់មួយរយៈពេលខ្លីដោយសារលេបថ្នាំបញ្ចុះជាតិស្ករអ្នកជំងឺនឹងធូរស្បើយយ៉ាងឆាប់រហ័សតើពិតជាចាំបាច់ត្រូវចំណាយប្រាក់លើការធ្វើតេស្តទាំងនេះមែនទេគាត់ខំបបោមាត់ចិញ្ចើមរបស់គាត់ធ្លាក់ចុះពេលគាត់សម្លឹងទៅបុកសនប៉ុន្តែក្នុងនាមជាគ្រូពេទ្យកម្មសិក្សាខ្ញុំមិនអាចនិយាយអ្វីបានទេគាត់កត់ត្រាយ៉ាងប្រុងប្រយ័ត្នហើយបន្តមកស្នើថាយើងនឹងចាប់ផ្ដើមជាមួយ EKG ជាមុនសិននាងត្រូវបានដាក់ឲ្យដេកលើគ្រែជាមួយនឹងខ្សែពិនិត្យដៃភ្ជាប់ទៅនឹងពោះនិងទ្រូងរបស់នាងគ្រូពេទ្យចាក់ថ្នាំដោយប្រុងប្រយ័ត្នទៅក្នុងកដៃរបស់នាងមីនហូឈរយ៉ាងស្ងៀមស្ងាត់នៅពីក្រោយបុកសនខណៈពេលដែលគាត់បញ្ជាកុំព្យូទ័រគាត់ងាកក្បាលទៅមើលគាត់ដុកទ័រលីមីនហូតើញាក់ឃើញអ្វីគាត់អោនក្បាលហើយឆ្លើយយឺតជញ្ជាំងថតបេះដូងខាងក្រោម ventricular wall គឺធម្មតាហើយខ្ញុំមិនឃើញមានភាពមិនប្រក្រតីចាក់លាក់ណាមួយទេបុកសនញញឹមយ៉ាងសប្បាយរីករាយមិនអន់ទេគ្រូពេទ្យកម្មសិក្សាភាគច្រើនមិនដឹងថាគេកំពុងមើលអ្វីផងគាត់ទាញកៅអីងាកការចាប់អារម្មណ៍ទៅកុំព្យូទ័រវិញសំណាងល្អមិនមានការហូរឈាមទេបន្ទាប់ពី CT scan ក្បាលយើងនឹងដឹងកាន់តែច្បាស់ប៉ុន្តែក្នុងទ្រូងនិងពោះខ្ញុំមិនឃើញមានអ្វីមិនប្រក្រតីទេមីនហូធ្វើមាត់ស្រួចគិត
อันเจิงที่บ่มพดผู้เกในแต่เธอซีที่สแกนดาลบกซอนมีแผนกหายยิยมการระบายกาสำนางละอ๋อโลกอมสไรมันจูประเตสันเทียนทนเถงเต กวาดโชนักบาร์เกรเปตจุมีเรียบจูนประเดี๋ยประปุนจมนะอมปีสถานเพียบตามกลุ่มเนตรบอกขยมทนำบรรจอสัมเปียดชิมบรรดาลออยสัมเปียดชิมระบอบประปุนลูกปูจเตียบมุยเกลียได้ปะปอลดอลลมโหชิมแต่การคูกบาลหนึ่งบรรดาลออยกวาดสันหลบอีเหล่านี้มันมีนปัญหาถึงถึงโอเตปนตายประสันบาลูกปูหนึ่งลูกอมสไรในแต่มันสรวนจัดอาโจสำรักในมันตีเป็ดประหายมุยทั้งไงกวาดนี่เยติกติกจีกาปิดนะดำไลหนึ่งขบเจียงปนตายกาโจสำรักหนึ่งจุยตามดานสถานพิบระบอบประปุนลูกปูบานล้อเจียงบรอจำนะงกกบาลปูเยืองจองโจสำรักมินโฮกะเลกเมื่อกวาดดอยตึกมุกชงอลกาถวยเตะทั้งนี้หนึ่งกาโจสำรักจังนี้จีระเบียบได้มันตีเป็ดโรกลุยกอดนึกเคินกาสอนทนีแด่ปูเกตึงใบเมียนจมวยเซคินเมียนสนัวเตียเตจีสู้ชงอลตาเนี่ยดึงเตทานนาหนึ่งคลายจีประเทียนครูเป็ดไอกระเต็ดบรรทอบกอดมีแผนกเปียกโจจารามท้าคือดรยูบ็อกซอนศาสตราจารย์ก็กำตรงตามด่านกอดอย่างเด็ดดอลได้กาจับอารมณ์ระบบมินโฮบานตรลับตรกมนุษย์ดาตรีบานเกตีทาหนึ่งคลายจีประเทียนครูเป็ดไอกระเต็ดบรรทอบได้โชว์ในจมปูมกกวดไอเลยขยุ่งโยธาแฮดใบหายไอเหล่านี้ขยุ่งหนึ่งในน้อมลูกปูตามนิติวิธีโชว์สำรักเพลียมนูกอดบานกอดสมกว่าเขินเอาไว้มวยขนงตีได้เสงเนื้อมันชงไงปนมันบุรษได้มีนกบาปูทมเนี่ยกำปงเถือมุกจูหนึ่งสไลค์ในเรื่องเกรเป็ดเนื้อเลยเอ็ดขังเกราสัมเพรตเวจสารีไปบานกระหลบสไอเกตาวเนี่ยกำปงพยายามเถือแต่สไอเกทั้งอาระบกอดแรงกระหมคลังไปกอดสำเริงเมอเองจะโกรธหรือเองขั้วแต่ประดอธนำบำบัดการชื่อจับไอขิมมันเมนถือแต่จีสู้งอกระบาลโดยกระดุยบารัมขณะใดบรอนุจับประดำสไลคลางนิยกเนาเอนาอินเฮก็ประยับรถตื้อนิยกเจนเมาฮีวอนนี่ยืยลางดอยชงอโลกสมคุมเผื่อแบบนี้ไอบรอนุการตะคังแองจีโนนากวดสรับแต่โลดลางหนึ่งดาวมกกวดปีกวดพิชิยิมสำรบบนลุ่นลำบงสมสงบอารามสิน ฮีวอนเตราเตียตะกรอยประเมียนเลือดใดบรอนุมูใดอ่าวลางยางกาดสหาวหอยดาวสำดาวเธอจีสูขยมชื่อมูสันตู้เฮยขยมบานโรงจำดอยสงเงียมสงัดรอบเมาหอยนี้เทระเบียบแดนแหนกประพฤติจังปกขยมกวาดเยียใดเนียงรวนคลวนดอยไพ่คลายยกใดบางกระบาลอันเกตาขนงสรวนแมนแต้เพลียมนุกอดบานเชียนเชิงเตอบันชบกอดทั่วหอยบรอนุสังเกตทมิงตาวอานังเจนอนาดอยมันนิเยมวยมัดมินโฮกระดับใดหอยดาวมุกบรอนุอินเฮดาวเนกบายนุกุ้งปุงจุยฮีวอนมันอายตบมอดมันเอาอู้เตียนบานเทดาวสระลังกังจีซูก็ยกใดกระตบมอดพเนกระบอเนียงบ้าทมดอยกาพยักมินโฮถวยมอดสรวยเจนเจิมระบกอดจรุ่งดอยกลมหังกอดนึกเคยไปได้กอดบันจับบอมิดเพียกเสาะเรียกระบกอดเตลอใดดอยมันดึงคลวนขนมบานดาลมวยใดที่ยนกาเปียคลวนมินโฮกระดับใดบนตาขนมเกลียจลาจลเมียนมนุษย์แบบนี้จรันนะบรอนุตระบอกราวโชเตียงทงโงอาติรชานกอดงอกกระบาดอยกลมหังสตูตัวดาลกอดอันหนึ่งสำหรับไอมินโฮเก็ตคลวนเตอมวยสางปูบิซายได้จองดอสไรบันหาดอยหังซาจำนวนอาการนิเยยกอดต่อเจืองบรอนุเพื่อเอากอดดูลกับหมกวิธีแต่มวยกดดาใบดอสไรจมวยพวกนี้คือเพื่อเอาปูเกในรถเจ็ดได้ปูเกบานเฟอกรมครูแปดเซ็งเตียดบานรถเตอกลุ่มเพื่อแบบหนูตีนี่สันดิสุกบานจับคลุมบรอนุยางเลือนแรงมันแรงอันตีหรือขณะได้กวาดเทอบานโอเจงกอดเนื้อทัสไรตาวอันดังท่าอันจีโนนาเตมินโฮสำเริงเมื่อมืดบอกอดโดยกระดีบารัมตาใหญ่มันไอเตฮีวอนองแอลชปวดบอกอดโดยการช่วยจับบาดขยมมันไอเตกอดเงียกตัวรอกมิดสไรแต่มันเนี่ยกดเนื้อขนมกลมจอใหญ่วิ่งตาใหญ่มันไอเตจีซูเดนเนอร์แต่ไพ่คลายบานงกกบาลจ่าขยมมันไอเตเมียนโฮยยมตึกมุกระบากอดสระตนละอปนลื้อเปรอะตัดดอกกอกกระเดาบานจังจ่อหมกเลือดำบอนลมโนทานขผูขปัวกอดบนเลียดคลวนดอยคอกำลังฮีวอนดอกดังหามทมดอยเหนื่อยหอดตีบมพดกางงีจอบหายจีสู้ดักใดขนมเฮาเป่าดาดกระบายกวดอย่างหอยนะถือก้าเนื้อพนักสังโกรบันตวนเยอบันแจ้งตัวเวงตวนเปลเนียงงอกกระบาลกาคิ้วเนื้อประจำการแผนกแวกกัดแวะดงหนึ่งทรวงคิ้วอาตรือบานห้าวกรุเปลกอดเบ็ดแผนกปรุงเงยกันเตยหนึ่งหอยแผนกแวะดงหนึ่งทรวงคือตั้งตายนะเมียงโฮกระเลกเมอเตอหอยสรับแต่กอดสำกอเคยเอาไว้มุ้ยเนื้อกระบาลโนกอดเงียกเตอเฮามืดปีแหนระบอกกอดเฮ้แหนทั้งปีเมียนโฮจะงอลตุ้ยตบลูกอาหารเนื้อกระบาลโนคิงจ้องซากกระไหลโนปูเกตังใบบานเลือกแก้วลางหายโจลกิเนีย
ជីស៊ូងើយក្បាលទៅក្រោយហើយផឹកភេសជ្ជៈរបស់នាងអស់ផឹកស៊ូជូនៅពេលព្រឹកពិតជាគួរឲ្យចាប់អារម្មណ៍និងប្លែកហ៊ីវ៉នដកដង្ហើមធំដោយពេញចិត្តយូរហើយដែលខៀវមិនបានផឹកមានហូរញញឹមសម្លឹងមើលរូបភាពរបស់គាត់នៅក្នុងកែវស៊ូជូហេវាថ្លាដោយបាជូក្លិនក៏មិនអន់ដែរគាត់លើកវាដាក់បបួរមាត់ហើយផឹកវាអស់ថ្ពាល់របស់មានហូរឡើងពណ៌ផ្កាជូកចិញ្ចាមរបស់គាត់ងើបឡើងដោយក្តីរីរាយឆ្ងាញ់ណាស់ឆ្ងាញ់ជាងខ្ញុំគិតទៅទៀតវាមានអារម្មណ៍ដូចជាផឹកទឹកផ្លែឈើគាត់ចាប់យកសាច់មួយដុំពីថាតោះសាក់សាច់ជូក3ជាន់នេះមើលមានហូរមីផ្នែកញញឹមដោយពេញចិត្តពេលគាត់ញ៉ាំសាច់ដ៏ឈ្ងុយឆ្ងាញ់មួយដុំគាត់ស្រាប់តែបើកផ្នែកធំប្រស្រីផ្នែករួមតូចមិនអាចទេមានហូរដកដង្ហើមចេញភ្ញាក់ផ្អើលជុំចិត្តវាឆ្ងាញ់ណាស់ឆ្ងាញ់ជាងម្ហូបឆ្ងាញ់ណាស់ដែលខ្ញុំធ្លាប់ញ៉ាំកាលពីអតីតកាលมันមានក្លិនឆ្អាបហើយសាច់គឺទន់និងមានជាតិឆ្លាំងខ្លាំងគាត់ទំពាយ៉ាងសប្បាយរីករាយហើយចាប់យកសាច់បន្ថែមទៀតចាំខ្ញុំសាករុំវាជាមួយសាឡាត់ហើយញ៉ាំដូចអ្នកផ្សេងទៀតហ៊ីវ៉នធូមុខជូគួរឲ្យសោកស្ដាយខ្ញុំគិតថាវេនយប់នឹងស្រួលជាងប៉ុន្តែមានអ្នកជំងឺពិបាកច្រើនណាស់ហើយហេតុអ្វីបានជាមនុស្សជាច្រើនស្រវឹងហើយមកបន្ទប់សង្គ្រោះបន្ទាន់ ជីស៊ូអោនក្បាលបិទភ្នែកដែលអស់កម្លាំងនឹងហើយមនុស្សដែលអាចទៅ clinic ឬសំបីតែដើរដោយខ្លួនឯងចូលចិត្តហៅរថយន្តសង្គ្រោះបន្ទាន់ដូច្នេះអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់ពិតប្រាកដមិនទទួលបានរថយន្តសង្គ្រោះបន្ទាន់ទាន់ពេលវាពិតជាគួរឲ្យធុញទ្រាន់ណាស់ហ៊ីវ៉ាន់ញញឹមហើយងាកទៅគាត់ប៉ុន្តែដោយសារមីនហូអ្វីហាក់ដូចជាស្រួយជាងមុនបន្តិចកាលពីព្រឹកមិញគាត់កំពុងញ៉ាត់សាច់និងបន្លែរុំមួយដុំធំចូលកមាត់ឆ្ពាល់ទាំងសងខាងប៉ោងចេញហ៊ីវ៉ាន់ដាក់ដង្ហើមធំអង្អែលថ្ពាល់ខ្លួនឯងអ្នកបានផ្ដួលអ្នកជំងឺដែលបងតូចបងធំនោះយ៉ាងលឿនកន្លែងដែលគាត់ដើរទីលំនៅតែឈឺជីស៊ូខ្វាញ់តៃអោបដៃលើកតុកមីនហូអ្នកពិតជាពូកែណាស់អ្នកមើលទៅស្គមប៉ុន្តែហេតុអ្វីបានជាញាក់ខ្លាំងម្ល៉េះគាត់ឆ្លើយគេកខ្ញុំក៏មិនដឹងដែរគាត់លួចជូតទឹកភ្នែកនឹកឃើញទិដ្ឋភាពពីជីវិតមុនរបស់គាត់ដែលគាត់ត្រូវរែកទឹកទាំងអង្គុយចង់មកតាមពិតទៅលោកគ្រាមិនគ្រាន់តែបង្រៀនខ្ញុំពីវេជ្ជសាស្ត្រទេខ្ញុំរីករាយដែលជំនាញក្បាច់គុណដែលខ្ញុំបានរៀននៅពេលនោះមិនបាត់បង់ទាំងស្រុងនៅក្នុងរាងកាយនេះបន្តិចទៀតលោកគ្រូបន្តិចទៀតមីនហូមីភ្នែកលើកកែវស្រារបស់គាត់យ៉ាងណាក៏ដោយទោះបីជាគាត់ជាអ្នកជំងឺឬអប់ខ្ញុំមិនអាចបណ្ដោយឲ្យនរណាម្នាក់គំរាមកំហែងគ្រូពេទ្យនិងបង្កការរំខាននៅក្នុងមន្ទីរពេទ្យទេបន្ទប់សង្គ្រោះបន្ទាន់មានអ្នកជំងឺធ្ងន់ធ្ងរជាច្រើននរណាទៅដឹងថាគាត់នឹងបង្កគ្រោះថ្នាក់អ្វីដល់អ្នកជំងឺផ្សេងទៀតប្រសិនបើជាមគ្រាន់តែទុកគាត់ចោលជីស៊ូយល់ស្របត្រូវទេហ៊ីវ៉ាន់ញ៉ាំសាច់មួយដុំងក់ក្បាលយល់ស្របគាត់ថែមទាំងមានបំណងប្រើឧបករណ៍នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ធ្វើជាអាវុធទៀតផងគាត់ទំពាឆ្ពាល់ប៉ោងងាកទៅមីនហូហើយមិនមែនត្រឹមតែថ្ងៃនេះទេលើកមុនដែលអ្នកចង់ចាំកំឡុតត្រាអ្នកជំងឺទាំងអស់ខ្ញុំក៏ភ្ញាក់អស់ខ្លាំងដែរអ្នកនិយាយបានយ៉ាងស្ទាត់ជំនាញមីនហូញញឹមតិចព្រោះខ្ញុំគ្រាន់តែបន្តមើលវាសាចុះសាឡើងហ៊ីវ៉ាន់មីភ្នែកដកដង្ហើមធំតិចនិយាយឲ្យត្រង់ទៅខ្ញុំរៀងច្រណែនបន្តិចគាត់និយាយតិចប៉ុន្តែដោយសារតែរឿងនោះខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្តបន្ថែមទៀតដើម្បីតាមឲ្យទាន់មីនហូខ្ញុំត្រូវតែខិតខំធ្វើការឲ្យកាន់តែខ្លាំងបុគ្គលិកម្នាក់បាំងលើកចានធំ2ម៉ោងនេះគឺមីត្រជាក់ខូលនូដូនិងមីប៊ីប៊ីមនូដូរបស់អ្នកគាត់លូកដៃទៅយកចានមីនេះជាស្អីជីស៊ូហត់វាឲ្យគាត់ដោយប្រុងប្រយ័ត្នអ្នកកំពុងសួរឬវាគឺជាមីត្រជាក់តើមានអីទៀតគាត់ចាប់យកសាច់មួយដុំជាមួយមីវាស័ក្តិសមបំផុតជាមួយសាច់ជ្រូក3ជាន់មីនហូហាមាត់ហើយខាំមួយម៉ាត់ធំក្របែនោះធ្វើការសម្រេចចាត់ក្នុងចាត់ដោយស្ងៀមស្ងាត់ចាប់ពីពេលនេះទៅរាល់ពេលដែលខ្ញុំបញ្ចប់ការងារខ្ញុំប្រកាសជានឹងឈប់នៅកន្លែងនេះមីនហូរុនទ្វារផ្ទះរបស់គាត់ដោះស្បែកជើងដោយនឿយហត់ពិភពលោកនេះពិតជាអស្ចារ្យមែនមីនហូមីភ្នែកដកដង្ហើមធំយ៉ាងខ្លាំងផ្អែកលើជញ្ចាំងខ្ញុំមិនបានហ្វឹកច្រើនទេប៉ុន្តែខ្ញុំមានអារម្មណ៍វិលមុខណាស់ក្រពះរបស់ខ្ញុំមានអារម្មណ៍ចម្លែកហើយដៃជើងរបស់ខ្ញុំខ្សោយគាត់ក្បាត់សក់ដោះអាវស្បែកចេញខ្ញុំគួរតែទៅដេកជើងរបស់គាត់រំគាយឺតនៅឥតភ្លាមនោះបេះដូងរបស់មីនហូលោតយ៉ាងខ្លាំងគាត់យកដៃក្តោបទ្រូងត្រឹងស្រឡាញ់កាំងមីនហូដួលទៅលើដៃគាត់បិទភ្នែកយ៉ាងណែនហាមាត់ហើយគួតយ៉ាងខ្លាំងមុខរបស់មីនហូឡើងក្រហមចិញ្ចាមជ្រួញយ៉ាងតឹងដកដង្ហើមខ្លាំងតាមមាត់តើការកន្ត្រាក់ភ្លាមនៅក្នុងបេះដូងរបស់ខ្ញុំនោះគឺជាអ្វីកុំប្រាប់ខ្ញុំហាប្រស្រីភ្នែករបស់គាត់រួមទូតដោយភាពភ័យរន្ធត់ការចូលសន្ធិភាពនឹងបញ្ចប់ប្រសិនបើព្រលឹងរបស់ខ្ញុំចាក់ចេញពីរាងកាយនេះឥឡូវនេះមានហូស្រមៃថាខ្លួនគាត់គ្រាន់តែជាវិញ្ញាណដែលគេចេញពីរាងកាយដើមដេកដួលលើដីមនុស្សនឹងរកឃើញតែសាកសពប៉ុណ្ណោះ
គាត់ជ្រួញចិញ្ចាមយ៉ាងតាំងក្រសៃភ្នែករបស់គាត់ងងឹតដោយភាពសោកសៅហើយប្រសិនបើការចូលសន្ធិដ្ឋបញ្ចប់តើរាងកាយរបស់ខ្ញុំនឹងទៅណារាងកាយរបស់ខាដេកគ្មានចលនានៅក្នុងអតីតឬរាងកាយរបស់មីនហូដេកក្បែរសាកសពបុរាណចំណាស់ចូលសន្ធិដ្ឋរាងកាយនៃផ្សេងទៀតគាត់ស្រាប់តែដួលម្ដងទៀតស្ងៀមស្ងាត់ខ្ញុំមិនទាន់ចង់ត្រឡប់ទៅវិញ មីនហូដាក់ក្បាលរបស់គាត់ទៅលើដីការដកដង្ហើមរបស់គាត់ប្រែជាថេយឺតប៉ុន្តែភ្នែករបស់គាត់ត្របកភ្នែករបស់គាត់ធ្លាក់ចុះយឺតបិទគ្រាន់តែបិទពន្លឺព្រះអាទិត្យដ៏កក់ក្ដៅដែលចាំងចូលតាមបង្អួចធ្វើឲ្យគាត់រើខ្លួនបន្តិចមីនហូក្រោកអង្គុយពីលើដីអង្អែលកដែលឈឺរបស់គាត់នៅតែមិនទាន់រួចផុតពីការចូលសន្ធិដ្ឋគាត់ជ្រួញចិញ្ចើមដោយការភ័ន្តច្រឡំចម្លែកណាស់រោគសញ្ញាកាលពីម្សិលមិញធ្វើឲ្យខ្ញុំគិតថាអធិពលនៃការចូលសន្ធិដ្ឋហៀបនឹងបញ្ចប់ឬដោយសារតែស្រារាងកាយរបស់យុវជននេះពិតជាខ្សោយណាស់ប៉ុន្តែស្រានោះមិនអាចប្រៀបនឹងបែកជូរបានទេមីនហូគៀងនៅពេលគាត់ឃើញក្អួតរបស់គាត់ពីម្សិលមិញគាត់ងក់ក្បាលភ្ញាក់ផ្អើលយ៉ាងខ្លាំងត្រូវហើយរាងកាយនេះខ្សោយពេកនោះត្រូវតែជាមូលហេតុមីនហូលួចដៃទៅបើកបង្អួចសំណាងល្អការចូលសន្ធិដ្ឋមិនទាន់បញ្ចប់នៅឡើយទេគាត់ឈរស្ងៀមសម្លឹងមើលទិដ្ឋភាពតាមបង្អួចតើវាមានរយៈពេល1សប្តាហ៍ហើយឬនៅចាប់តាំងពីខ្លួនរស់នៅក្នុងរាងកាយនេះភ្នែករបស់គាត់ភ្លីឡើងឆ្លុះបញ្ចាំងពីទិដ្ឋភាពខាងក្រៅនៅពេលនេះមីនហូជ្រួញចិញ្ចើមស្នាមញញឹមតូចមួយលេចឡើងខ្ញុំមានអារម្មណ៍ថាខ្ញុំអាចស្នាក់នៅទីនេះហើយបន្តព្យាបាលអ្នកជំងឺគាត់ឈរត្រង់យកដៃផ្អែកលើមាត់បង្អួចប៉ុន្តែមុននោះមីនហូសម្លឹងមើលក្អួតនៅលើដីដោយការធុញទ្រាន់ខ្ញុំត្រូវការសម្អាតកន្លែងនេះជាមុនសិននៅខាងក្រៅបន្ទប់ឯកជនមានព្យួរផ្លាកស្ញាការិយាល័យនាយកមន្ទីរពេទ្យនាយកមន្ទីរពេទ្យនៅអាវធំពណ៌សកំពុងរៀបចំឯកសារលើតុរបស់គាត់យ៉ាងយកចិត្តទុកដាក់គាត់ងក់ក្បាលនៅពេលឮសំឡេងគោះទ្វារចូលមកទ្វារបើកយឺតគ្រូពេទ្យឯកចេសម្នាក់ដើរចូលមកយឺតលោកនាយកហៅខ្ញុំគាត់មានមុខវែងអិរិយាបថមើលម៉ាត់និងវ៉ែនតាព្យួងនៅកចាំងតេជូសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គ្រោះបន្ទាន់នាយកមន្ទីរពេទ្យញញឹម Professor ចាំងតើលោកធ្វើការនៅមន្ទីរពេទ្យរបស់យើងយូរប៉ុណ្ណាហើយគាត់ឆ្លើយដោយស្ងប់ស្ងាត់ថា3ខែខ្ញុំសន្មត់ថាលោកស៊ាំនឹងការងារហើយនាយកមន្ទីរពេទ្យសម្លឹងមើលឯកសារក្នុងដៃយ៉ាងយកចិត្តទុកដាក់លោកដឹងទេថានៅខែមីនាឆ្នាំក្រោយក្រសួងសុខាភិបាលនិងសុខុមាលភាពនឹងពិនិត្យពាក្យសុំសាងសង់មជ្ឈមណ្ឌលព្យាបាលរបួសកម្រិត1 Level 1 Trauma Center មែនទេមន្ទីរពេទ្យរបស់យើងរួមជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យចំនួន5ផ្សេងទៀតត្រូវបានគេជ្រើសរើសចាំងតេជូងក់ក្បាលបាទខ្ញុំដឹងនាយកក្រឡេកមើលឡើងតើការរៀបចំដំណើរការល្អទេគាត់រៀបរាប់ពីអ្វីដែលគាត់បានធ្វើខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលគ្រូពេទ្យល្បីៗមួយចំនួនឲ្យផ្ទេរទៅផ្នែកវះកាត់របួសប៉ុន្តែពួកគេមិនសូវចាប់អារម្មណ៍ទេដោយសារពួកគេបានជ្រើសរើសឯកទេសរបស់ពួកគេរួចហើយវាមិនងាយស្រួលទេនឹងការបញ្ចុះបញ្ចូលពួកគេនាយកមន្ទីរពេទ្យបិទភ្នែកដោយក្តីសោកសាយប្រសិនបើយើងមិនមានគ្រូពេទ្យឯកទេសក្រសួងសុខាភិបាលនឹងមិនអនុម័តឲ្យយើងទេចាំងតេជូចាប់ផ្ដើមយើងគ្មានជំរើសផ្សេងទេយើងត្រូវតែផ្ដល់ឯកសិទ្ធិបន្ថែមទៀតដើម្បីបញ្ចុះបញ្ចូលពួកគេម្នាក់ទៀតពិចារណាប៉ុន្តែនោះនឹងបង្កឲ្យមានប្រតិកម្មខ្លាំងពីផ្នែកផ្សេងទៀតគាត់ងក់ក្បាលមើលទៅអស់សង្ឃឹមអញ្ចឹងគ្មានផ្លូវទេនិយាយឲ្យត្រង់ទៅសូម្បីតែប្រធានផ្នែកក៏ដឹងដែរថាការវះកាត់របួសគឺជាផ្លូវដ៏លំបាកមួយខ្ញុំមិនគិតថាពួកគេនឹងតឹងរឹងពេកទេនាយកមន្ទីរពេទ្យលើកចិញ្ចើមអង្អែលចង្ការរបស់គាត់ចាំខ្ញុំគិតមើលសិនចាំងតៃជូអោនក្បាលខ្ញុំត្រូវការសម្រេចចិត្តរបស់នាយកឆាប់ដើម្បីឲ្យខ្ញុំអាចធ្វើសកម្មភាពកាន់តែមើងម៉ាត់ការបើកមជ្ឈមណ្ឌលនឹងតម្រូវឲ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធម្យ៉ាងទៀតអ្នកវាយតម្លៃរបស់ក្រសួងសុទ្ធតែជាគ្រូពេទ្យក្នុងឈុតការពារពេញលេងបានដេរបួនយ៉ាងយកចិត្តទុកដាក់ខណៈដែលអ្នកគ្រប់គ្រងនៅខាងក្រៅវាយតម្លៃដោយស្ងៀមស្ងាត់ពួកគេនឹងពិនិត្យមើលកំណត់ត្រាវះកាត់យ៉ាងម៉ត់សត់ដូច្នេះយើងគួរតែចាប់ផ្ដើមបង្កើតកំណត់ត្រារបស់យើងឥឡូវនេះនាយកមន្ទីរពេទ្យអង្អែលថ្ងោដោយនឿយហត់ខ្ញុំនឹងជួបជាមួយប្រធាននៅថ្ងៃនេះចាំងតៃជូឈរត្រង់អរគុណលោកប៉ុន្តែខ្ញុំសូមសួរមួយបានទេគាត់និយាយដោយការគិតហេតុអ្វីបានជាលោកចង់សាងសង់មជ្ឈមណ្ឌលព្យាបាលរបួសខ្លាំងម្ល៉េះ
โดยได้លោកដឹងវានឹងមិនបង្កើតប្រាក់ចំណេញសម្រាប់មន្ទីរពេទ្យទេហើយមូលនិធិរដ្ឋាភិបាលគ្របដណ្ដប់តែថ្លៃថែទាំមូលដ្ឋានប៉ុណ្ណោះពាក្យរបស់នាយកមន្ទីរពេទ្យធ្វើឲ្យចាំងថេជូភ្ញាក់ផោលបន្តិចហាងលក់ទំនិញប្រណិតមិនមែនលក់តែទំនិញប្រណិតទេមែនទេគាត់សហការដៃគ្នាមីភ្នែកសោចប្រសិនបើ Seoul University Hospital មានមោទនភាពថាជាមន្ទីរពេទ្យឈានមុខគេក្នុងប្រទេសនោះវាមិនអាចខ្វះមជ្ឈមណ្ឌលព្យាបាលរបួសបានទេចាំងថេជូដាក់ដៃក្នុងហោប៉ៅដើរដោយការគិបតាមច្រករបៀងគាត់ដកដង្ហើមចេញអង្អែលកញ្ចឹងកអញ្ចឹងវាក៏គ្រាន់តែដើម្បីមុខមាត់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយមជ្ឈមណ្ឌលព្យាបាលរបួសនឹងជួយសង្គ្រោះអ្នកជំងឺធ្ងន់ធ្ងរបានកាន់តែច្រើនដូច្នេះវាក៏ល្អដែរភ្លាមនោះសំឡេងមួយបានហៅទាក់ទាញចំណាប់អារម្មណ៍របស់ចាំងថេជូជំរាបសួរ Professor ហ៊ីឈូលញញឹមពេលដៃចូលតែចិត្តជំរាបសួរ Dr. Shin ចាំងថេជូសួរឃីមទៅតែនិយាយជាមួយនាយកមានតំណែងល្អទេហ៊ីឈូលអង្អែលចង្ការរបស់គាត់ឃីមបានប្រមូលព័ត៌មានតាមរយៈមិត្តរួមថ្នាក់របស់ឃីមគាត់ងក់ក្បាលនៅពេលមជ្ឈមណ្ឌលព្យាបាលរបួសបើកនឹងមានតំណែងច្រើនចាប់ពីសាស្ត្រាចារ្យរងរហូតដល់ជំនួយការសាស្ត្រាចារ្យសម្រាប់គ្រូពេទ្យជំនាញសំឡេងរបស់ចាំងថេជូស្មើអ្នកគួរតែចាប់ផ្ដើមគិតអំពីការក្លាយជាបុគ្គលិកអចិន្ត្រៃយ៍ត្រូវទេហ៊ីឈុលភ្ញាក់ផ្អើលបុគ្គលិកអចិន្ត្រៃយ៍គាត់អោនក្បាលជាការពិតណាស់ខ្ញុំនឹងខិតខំធ្វើការម្នាក់ទៀតមិនភ្លេចរំលឹកគាត់ទេល្អអ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះគ្រូពេទ្យឯកទេសផងដែរហើយប្រសិនបើអ្នកឃើញគ្រូពេទ្យកម្មសិក្សាដែលមានអនាគតល្អណាមួយសូមប្រកាសថាជ្រើសរើសពួកគេហ៊ីឈុលញញឹមយ៉ាងរីករាយនិយាយអញ្ចឹងខ្ញុំបានឮថាមានគ្រូពេទ្យកម្មសិក្សាម្នាក់នៅផ្នែកវះកាត់បេះដូងនិងទ្រូងដែលមានដៃមាសបច្ចុប្បន្នគាត់កំពុងផ្ដួលវេននៅផ្នែកសង្គ្រោះបន្ទាន់ចាំងតេជូស្រាប់តែចាប់អារម្មណ៍មែនឬគាត់ឆ្ងល់ខណៈដែលមានហ៊ូកំពុងផ្ដល់ជំនួយសង្គ្រោះបឋមយ៉ាងទន់ភ្លន់ដល់ខ្នងដៃរបស់ក្មេងតើជានរណាមានហ៊ូក្រោកពីកៅអីការព្យាបាលបានដំណើរការយ៉ាងល្អក្មេងប្រុសនឹងឆាប់ជាសះស្បើយសូមគង់បារម្ភម្ដាយបានអោនគោរពគាត់អរគុណលោកគ្រូពេទ្យពេលគាត់ងាកក្រោយគាត់បានឃើញចាំងតេជូនិងហ៊ីឆលដើរចូលមកយឺតគាត់សម្គាល់ឃើញការសម្គាល់ខ្លួននៅជុំវិញការរបស់បរិបនោះ Seoul University Hospital Professor ចាំងតេជូមានហូធ្វើមាត់ស្រួតកាយភ្នែករបស់គាត់គិតគឺ Professor ចាំងតេជូគាត់អោនក្បាលចុះទាបជំរាបសួរ Professor បុរសនោះជំអុលទឹកគាត់ខ្ញុំបានឮ Dr. Shin Hee Chol និយាយថា Dr. Lee Min Ho នេះមានដៃមេក្នុងវិស័យវះកាត់គាត់ញញឹមនិយាយតិចកាលខ្ញុំនៅហាត់ការក្នុងផ្នែកវះកាត់បេះដូងនិងទ្រូង Professor Oh Sik Han បានទុកចិត្តខ្ញុំឲ្យបញ្ចប់ការវះកាត់ចាំងថេជូឆ្ងល់គាត់អនុញ្ញាតឲ្យគ្រូពេទ្យកម្មសិក្សាបិទមុខរបួសគាត់ឆ្លើយថាបាទគាត់ពិចារណាយ៉ាងយកចិត្តទុកដាក់ជាធម្មតាការបិទមុខរបួសនឹងត្រូវបានប្រគល់ឲ្យគ្រូពេទ្យឯកទេសចាប់ពីឆ្នាំទី1ឡើងទៅហ៊ីឈុលឈរត្រង់ដោយអ៊ីរិយាបថជឿជាក់នៃគ្រូពេទ្យជំនាញប្រសិនបើគ្រូពេទ្យកម្មសិក្សានេះមិនមានខ្នងបង្អែកខ្លាំងទេមីនហូក្តាប់ដៃស្នាមញញឹមជឿជាក់នៅលើបបូរមាត់របស់គាត់នោះជំនាញរបស់គាត់ត្រូវតែល្អឥតពួនចាំងថៃជូចាប់ដើមតើអ្នកចង់កាន់កាំបិតវិស្កាត់ឆាប់ទេភ្នែករបស់មីនហូបើកធំមិនអាចលះការភៀងផ្អើលរបស់គាត់បានមុខរបស់គាត់ភ្លឺឡើងដោយក្តីរំភើបបាទទីបំផុតតើនេះជាឱកាសរបស់ខ្ញុំក្នុងការឈានចូលបន្ទប់វិស្កាត់ឬចាំងថៃជូធ្វើមាត់ស្រួយហើយបង្វិលភ្នែកងាប់ហើយគេលានុបតិកាដែលមានការព្រួយរបអស់បានគ្រាអ្នកជំងឺស្រីម្នាក់ដែលកំពុងក្តៅពោះហើយដើរត្រេតត្រោតសូមដេកចុះនៅទីនេះចាំងថៃជូដើរទៅជិតពួកគេភ្លាម Dr. Lee Min Ho មកជាមួយខ្ញុំគាត់ធ្វើមាត់ស្រួយដោយស្ងៀមស្ងាត់ខ្ញុំនឹងវាយតម្លៃដោយខ្លួនឯងថាគាត់មានទេពកោសល្យគ្រប់គ្រាន់ដែលគួរឲ្យទុកចិត្តក្នុងការបិទមុខរបួសដែរឬទេចាំងថៃជូសួរថាតើស្ថានភាពអ្នកជំងឺយ៉ាងម៉េចដែរគេលានុបតិកាឆ្លើយយ៉ាងលឿនថាអ្នកជំងឺស្រីមានអាការៈឈឺពោះអ្នកជំងឺស្រីសង្កេតធ្មេញដោយការឈឺចាប់មុខជូរពោះរបស់ខ្ញុំវាឈឺខ្លាំងណាស់ចាំងថៃជូងាក Dr. Lee Min Ho គាត់ឆ្លើយថាបាទ Professor គាត់កាយវ៉ែនតាមីភ្នែក Dr. Lee Min Ho ពិនិត្យអ្នកជំងឺទៀងគាត់នឹងហ៊ីឈុលហាមាត់ដោយការភ្ញាក់អាល Shin Hee Chul ឈានជើងតែមុខហើយសួរថា Professor ប៉ុន្តែ Lee Min Ho នៅតែជាគ្រូពេទ្យកម្មសិក្សានៅឡើយចាំងថាជូសួរត្រឡប់មកវិញមានខ្ញុំនិង Dr. Shin Hee Chul នៅទីនេះតើមានបញ្ហាអ្វីទោះបីជាគាត់ជាគ្រូពេទ្យកម្មសិក្សាក៏ដោយគាត់បានបដូរវ៉ែនតាមផ្នែកអរិយាភេទ10ខែហើយ
គាត់ប្រកាសជាដឹងពីរបៀបពិនិត្យអ្នកជំងឺដែលមានការឈឺពោះអ្នកសាកល្បងមើលលីមិនហូឬដូច្នេះគាត់ងក់ក្បាលហើយបង្ខំស្នាមញញឹមបែកបន្ទាប់មកគាត់បានយកតារាងព័ត៌មានអ្នកជំងឺហើយនិយាយថាអ្នកជំងឺលីសុនមីតើការឈឺចាប់របស់អ្នកនៅតំបន់ពោះខាងឆ្វេងមែនទេនាងពន្យល់ពីស្ថានភាពរបស់នាងដោយខ្សោយក្តៅពោះរបស់នាងចាវាបានចាប់ផ្ដើមនៅពេលខ្ញុំកំពុងធ្វើការហើយវាកាន់តែអាក្រក់ទៅបន្ទាប់មកគាត់សួរគិលានុបដ្ឋិកាតើសញ្ញាជីវិតរបស់អ្នកជំងឺយ៉ាងម៉េចដែរគិលានុបដ្ឋិកាឆ្លើយថា BP 132 លើ 68 ជីពត90 SpO2 98 សេតុនភាព 36.4 លីសុនមីស្រាប់តែថ្ងតិចតិចមានហូអោនជក់ដោយក្តីបារម្ភហើយនិយាយថាខ្ញុំនឹងសង្កត់លើពោះរបស់អ្នកបន្តិចវាអាចឈឺបន្តិចសូមព្យាយាមទ្រាំ ហើយគាត់សង្កត់ថ្នមលើពោះរបស់នាងគិតការឈឺចាប់បែបនេះគាត់សង្កត់ថ្នមលីសាន់មីងក់ក្បាលភ្លាមព្យាយាមទ្រាំនឹងការឈឺចាប់ខណៈនោះលីមីនហូកំពុងវិភាគយឺតវាមិនមែនជាជំងឺរលាកខ្នែងពោះវៀនទេទីតាំងទាបជាងដូច្នេះវាមិនមែនជាការធ្លាយពោះវៀនដែរมันមានជីវចុកខ្សោយដែលជាធម្មតាឃើញក្នុងពេលមានផ្ទៃពោះត្រូវបានកត់សម្គាល់ទេដូច្នេះនាងមិនមានផ្ទៃពោះទេវ៉ាក៏មិនមែនជាគ្រោះក្នុងផ្លូវទឹកនោមដែរដូច្នេះវាមានន័យថាវាប្រហែលជាការរមួលក្រពេញ ovarian torsion ពេលគាត់គិតគាត់រំកិលទៅកន្លែងដែលរមួលហើយសង្កត់ម្រាមដៃរបស់គាត់ចុះពេលគាត់សង្កត់ទីនោះលីសាន់មីស្រែកដោយការឈឺចាប់ឈឺខ្លាំងណាស់ឃើញប្រតិកម្មរបស់នាងគាត់គិតបន្តទៀតប្រតិកម្មនៃការឈឺចាប់នេះច្បាស់ពេកបន្ទាប់មកគាត់និយាយថាតាមគំនិតរបស់ខ្ញុំនេះគឺជាការរមួលក្រពេញ ovar យើងត្រូវបញ្ជាក់វាជាមួយការឆ្លួចអេកូតាមទ្វារមាសហើយបញ្ជូននាងទៅផ្នែកសម្ពុបនិងរោគស្ត្រីចាងថៃជូឃើញទឹកមុខរបស់គាត់ហើយលើកវ៉ែនតានិយាយថាដុកទ័រលីមីនហូចំពោះអ្នកជំងឺធ្ងន់ធ្ងរអ្នកគួរតែបង្កើតបំពង់បញ្ជូនសេរ៉ូម IV line និងធ្វើតេស្តឈាមជាមុនសិនមុនពេលបញ្ជូនអ្នកជំងឺទៅ OBGY អ្នកគួរតែធ្វើការឆ្លួចអេកូពោះផងដែរមិនចឹងការឈឺចាប់គឺនៅជិតដៃស្បួន fallopian tube ប៉ុន្តែវាក៏អាចជាគ្រោះក្នុងបំពង់នោមឬការមានកូនក្រៅស្បួនដែរលីមីនហូលើការវិភាគទាំងនេះហើយគិតក្នុងចិត្តត្រូវហើយការធ្វើរោគវិនិច្ឆ័យនេះគឺផ្អែកលើបទពិសោធន៍អតិកម្មរបស់ខ្ញុំតែនោះមិនឆ្ងល់ទេដែលគេមិនជឿខ្ញុំបន្ទាប់មកគាត់សំទោសខ្ញុំប្រញាប់ពេកចាងថៃជូលើដូចនេះហើយនិយាយថាដុកទ័រឈីនហ៊ីឈូអ្នកពិនិត្យជំងឺលីមីនហូអ្នកឈើនៅមុខខាងគាត់អោនក្បាលហើយឆ្លើយថាបាទខ្ញុំយល់ហើយបន្ទាប់មកក៏ទៀងវាំងនឹងបិទគិតក្នុងចិត្តក្នុងនាមជាគ្រូពេទ្យខ្ញុំមិនគួរអះអាងពេកខ្ញុំប្រញាប់ពេកនៅពេលឃើញអ្នកជំងឺឈឺចាប់ខណៈពេលដែលពួកគេធ្វើតេស្តដៃស្បួនរបស់នាងអាចនៅតែរមួលការឈឺចាប់ប្រកាសជាទ្រាំមិនបានកាលណានាងវះកាត់កាន់តែឆាប់រាងកាយរបស់នាងនឹងរងផលប៉ះពាល់កាន់តែតិចគួរឲ្យសោកស្ដាយហើយនៅក្នុងការិយាល័យសាស្ត្រាចារ្យ Professor ចាងថេជូកំពុងអង្គុយនៅទូរបស់គាត់ពិនិត្យមើលកំណត់ត្រាវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់ពេលគាត់ពិនិត្យគាត់គិតថាទោះបីជាគាត់ពូកែសង្កេតក៏ដោយគាត់នៅតែគ្រាន់តែជាគ្រូពេទ្យកម្មសិក្សានេះជារឿងធម្មតាទេប៉ុន្តែបន្ទាប់មកគាត់និយាយថាខ្ញុំប្រហែលជាប្រញាប់ពេកដោយសារសម្ពាធនៃការបង្កើតមជ្ឈមព្យាបាលរបួសថ្មីនៅពេលនេះសំឡេងមួយបានហៅ Professor ចាងគឺខ្ញុំស៊ីនហ៊ីឈុលគាត់លឺហើយឆ្លើយថាចូលមកតើអ្នកជំងឺលីស៊ុនមីយ៉ាងម៉េចហើយក៏រាយការណ៍យ៉ាងលឿនតេស្តមានផ្ទៃពោះរបស់នាងគឺអវិជ្ជមានហើយមិនឃើញមានដំបៅនៅលើអេកូពោះយើងបានបញ្ជូននាងទៅ OBGYN សម្រាប់ការឆ្លួចអេកូតាមទ្វារមាសហើយទើបតែ OBGYN ទាក់ទងមកយើងពួកគេបានរកឃើញការរមួលក្រពេញអូវ៉ៃនាងកំពុងទទួលការវះកាត់បន្ទាន់ពិតណាស់នៅពេលនេះអ្នកជំងឺលីស៊ុនមីកំពុងត្រូវបានវះកាត់យ៉ាងលឿនដោយក្រុមគ្រូពេទ្យឮដូច្នេះគាត់បើកភ្នែកធំៗដោយការភ្ញាក់បៅបន្ទាប់មកគាត់ក្រោកសួរហើយនិយាយតុកអញ្ចឹងការធ្វើរោគវិនិច្ឆ័យដំបូងរបស់លីមីនហូគឺត្រឹមត្រូវហ៊ីឈុលឆ្លើយភ្លាមថាបាទចាំងថេជូឮដូច្នេះហើយឆ្ងល់គាត់អាចធ្វើរោគវិនិច្ឆ័យការរមួលក្រពេញអូវ៉ៃគ្រាន់តែដោយការស្ទាប់ដែលមានអេកូបន្ទាប់មកគាត់គិតក្នុងចិត្តមិនអាចទេសូម្បីតែខ្ញុំក៏មិនអាចធ្វើរោគវិនិច្ឆ័យនោះបានដែរឃើញទឹកមុខរបស់គាត់ស៊ីនហ៊ីឈូលធានាគាត់វាប្រហែលជាការចៃដន្យទេលោកគាត់បានគ្រប់គ្រងអារម្មណ៍ខ្លួនឯងឡើងវិញហើយនិយាយថាប្រហែលជាគាត់ឆ្លាតដោយកូនមួនដែលទើបតែញ័រពីពងបន្ទាប់មកគាត់ពិចារណាអ្វីមួយសន្ទុះបន្ទាប់មកនិយាយថាខ្ញុំចង់ឲ្យដុកទ័រលីមីនហូពិនិត្យអ្នកជំងឺម្នាក់ទៀតគ្រាន់តែពាក្យចេញពីមាត់របស់គាត់ស៊ីនហ៊ីឈូលឧទានដោយការភ្ញាក់អោលចុះបើគាត់គ្រាន់តែសំណាងជំរុញនឹងការធ្វើរោគវិនិច្ឆ័យតើវាមិនច្រាងពេកទេឬដោយគាត់ធ្វើវាម្ដងទៀតចាងតែជូសួរត្រឡប់មកវិញ
ព្រោះខ្ញុំមិនអាចទទួលយកថានេះគ្រាន់តែជាការចៃដន្យតើយើងមិនគួរធ្វើឲ្យច្បាស់ចំពោះគាត់ទេឬដើម្បីកុំឲ្យគាត់យល់ច្រឡំថាជាជំនាញរបស់គាត់សំណាងនឹងមិនកើតឡើងពីរដងទេខណៈនោះលីមីនហូកំពុងសម្លឹងមើលអេក្រង់កុំព្យូទ័រយ៉ាងយកចិត្តទុកដាក់ពេលគាត់មើលគាត់ជ្រួញចិញ្ចើមហើយគិតអញ្ចឹងវាពិតជាការមួក្រពេញអូវ៉ាមេទីមួយផតវិចារណញ្ញាណគឺសំខាន់មែនហើយប៉ុន្តែក្នុងសម័យទំនើបដែលមានឧបករណ៍វិទ្យាសាស្ត្របំពាក់ពេញលេញការកាត់បន្ថយហានិភ័យគឺសំខាន់ជាងពីជ្រុងអែកជំងឺហានិភ័យនៃកំហុសព្យាបាលក៏ត្រូវពិចារណាដែរខណៈដែលគាត់កំពុងគិតឈិនហ៊ីឈូស្រាប់តែដើរចេញមកញញឹមដល់ជេរចំណេះដុកទ័រលីមីនហូតើអ្នកបានញ៉ាំបាយហើយឬនៅឮសំឡេងសិស្សច្បងរបស់គាត់ក្រោកអង្គុយដោយការភ្ញាក់អោលហើយឆ្លើយថាខ្ញុំមានគម្រោងទៅញ៉ាំបន្ទាប់ពីបញ្ចប់កំណត់ត្រាគាត់ញញឹមតិចៗហើយនិយាយថាអូអ្នកអាចញ៉ាំពេលក្រោយឃើញស្នាមញញឹមរបស់គាត់មានហូរឈប់ឆ្ងល់ហើយជ្រួញចិញ្ចាម ទស្សនវិជ្ជាបានផ្លាស់ប្ដូរទៅបន្ទប់សង្គ្រោះបន្ទាន់អ្នកជំងឺម្នាក់កំពុងដកដង្ហើមខ្លាំងៗរួមជាមួយសំឡេងគ្រូពេទ្យសួររកព័ត៌មានអំពីសមាជិកគ្រួសាររបស់នាងតើការឈឺក្បាលរបស់នាងចាប់ផ្ដើមនៅពេលណាប្តីឆ្លើយថាប្រពន្ធខ្ញុំកំពុងរៀបចំអាហារពេលល្ងាចរងចាំខ្ញុំមកផ្ទះស្រាប់តែគាត់និយាយថាគាត់ចាំងក្អកគាត់ដេកលើសាឡុងដើម្បីសម្រាកបន្តិចហើយបន្ទាប់មកចាប់ផ្ដើមក្អកលីមីនហូកត់ត្រាយ៉ាងស្ងប់ស្ងាត់នៅអ្វីគ្រប់យ៉ាងដែលប្តីនិយាយសូមបន្តក្នុងពេលជាមួយគ្នានោះគាត់សម្លឹងមើលអ្នកជំងឺដែលមានការឈឺចាប់នៅលើគ្រែហើយសន្និដ្ឋានប្រស្រីភ្នែក3មីលីម៉ែត្រលើ3មីលីម៉ែត្រការឆ្លើយតបនឹងពន្លឺធម្មតាអ្នកជំងឺដឹងខ្លួនមានស្មារតីនិងតម្រង់ទិសបានល្អភ្លាមនោះនាងនិយាយឡើងសុំទោសប៉ុន្តែតើអ្នកមិនមែនជាគ្រូពេទ្យកម្មសិទ្ធិទេឬលីមីនហូភ្ញាក់ហើយឆ្លើយថាបាទនាងលើកដៃយឺតហើយបន្តខ្ញុំចង់ឲ្យគ្រូពេទ្យជាន់ខ្ពស់ជាងនេះពិនិត្យខ្ញុំប្រសិនបើអ្នកគ្រាន់តែជាគ្រូពេទ្យកម្មសិទ្ធិតើអ្នកពិតជាអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវឬទេចាំងតែជូឬការថប់បារម្ភនេះហើយដៃចូលទៅជិតធានានាងយ៉ាងទន់ភ្លន់ដុកទ័រលីមីនហូគឺជាគ្រូពេទ្យល្អអ្នកជំងឺអាចទុកចិត្តគ្រូពេទ្យបាននាងបដិសេធប៉ុន្តែខ្ញុំចង់ឲ្យគ្រូពេទ្យដែលមានបទពិសោធន៍ជាងនេះព្យាបាលខ្ញុំលីមីនហូបង្ខំស្នាមញញឹមគិតក្នុងចិត្តមែនហើយខ្ញុំអាចយល់បានប៉ុន្តែកាលពីអតីតកាលមនុស្សម្នានឹងតម្រង់ជួរឲ្យខ្ញុំពិនិត្យហើយឥឡូវនេះខ្ញុំត្រូវបានគេបដិសេធគ្មានអីណាស់បន្ទាប់មកគាត់បញ្យល់យ៉ាងទន់ភ្លន់សាស្ត្រាចារ្យជាធម្មតាមិនព្យាបាលអ្នកជំងឺដោយផ្ទាល់ទេពួកគេពិនិត្យមើលការធ្វើរោគវិនិច្ឆ័យនិងព័ត៌មានដែលគ្រូពេទ្យបានប្រមូលដូច្នេះសម្រាប់ពេលនេះសូមឲ្យខ្ញុំពិនិត្យអ្នកនិងធ្វើតេស្តមូលដ្ឋានជាមុនសិនហើយបន្ទាប់មកសាស្ត្រាចារ្យនឹងផ្ដល់ការវាយតម្លៃចុងក្រោយដោយផ្អែកលើលទ្ធផលលើដូច្នេះនាងធូរស្រាលហើយឆ្លើយថាអញ្ចឹងក៏បានលីមីនហូបន្តអញ្ចឹងអាវ៉ាឈិតវ៉ាចាប់ផ្ដើមនៅពេលណានាងឆ្លើយយ៉ាងខ្សោយខ្ញុំកំពុងរៀបចំអាហារថ្ងៃត្រង់រងចាំប្តីខ្ញុំមកផ្ទះពេលដែលខ្ញុំស្រាប់តែមានអារម្មណ៍ឈឺចាប់ខ្លាំងខ្ញុំចង់ក្អួតដូច្នេះខ្ញុំដេកលើសាឡុងសម្រាប់មួយសន្ទុះការឈឺចាប់បានថយចុះបន្តិចប៉ុន្តែបន្ទាប់ពីខ្ញុំក្រោកឈរការឈឺក្បាលបានត្រឡប់មកវិញហើយខ្ញុំមានអារម្មណ៍ចង់ក្អួតកាន់តែខ្លាំងខ្ញុំក្អួតច្រើនណាស់គាត់ត្រូវបានបញ្យល់សង្ខេបពីរោគសញ្ញារបស់នាងហើយបន្ទាប់មកគិតតាមរបៀបដែលនាងកំពុងនិយាយស្មារតីរបស់នាងនៅតែល្អបន្ទាប់មកគាត់ដាក់អ្វីមួយចេញហើយនិយាយថាចាំមួយផ្លែតប្រស្រីភ្នែក3លើ3ការឆ្លើយតបនឹងពន្លឺនៅដដែលការឈឺក្បាលធ្ងន់ធ្ងរភ្លាមជាធម្មតាកើតឡើងគំនឹងការហូរឈាមនៅក្នុងភ្នែករវាងខួរក្បាលនិងលលាតក្បាលបណ្ដាលឲ្យមានសម្ពាធកើនឡើងនៅក្នុងក្បាលនិងក្អួតម្ដងហើយម្ដងទៀតសញ្ញាធម្មតានៃការកើតឡើងសម្ពាធក្នុងលលាតក្បាល intracranial pressure ដោយសារការធ្លាឈាមក្រោមសតពនា subarachnoid hemorrhage សរសៃឈាមអគធាដែលលើភាគខួរក្បាលបណ្ដាលឲ្យឈាមលេចជ្រៃចូលទៅក្នុងចន្លោះរវាងខួរក្បាលនិងលលាតក្បាលនេះបង្កើនសម្ពាធក្នុងលលាតក្បាលនិងអាចបណ្ដាលឲ្យខូចខួរក្បាលធ្ងន់ធ្ងរភ្លាមនោះគាត់និយាយថាយើងនឹងធ្វើ CT scan ក្បាលភ្លាមបដីសួរថាមែនឬអូនសម្លាញ់ក្រៅអង្គុយមកលីមីនហូខាត់គាត់ភ្លាមទេអ្នកជំងឺត្រូវតែនៅស្ងៀមយើងនឹងប្រើរទេះរុនគឺនេះដើម្បីយកនាងទៅបន្ទប់ CT scan បដីសួរដោយងឿងឆ្ងល់ហេតុអ្វីភ្លាមម្លេះនាងដើរមកទីនេះធម្មតាលីមីនហូងក់ក្បាលហើយបញ្យល់អ្នកជំងឺសូមសហការរហូតដល់យើងទទួលបានលទ្ធផល CT scan
យើងត្រីតាប្រយ័ត្នបំផុតឃើញទឹកមុខរបស់គាត់ប្តីហាក់ដូចជាយល់ជាមួយនឹងការដឹងខ្លួនភ្លាមបន្ទាប់មកគាត់ឆ្លើយថាមិនអីទេខណៈនោះម្នាក់ទៀតគ្រាន់តែឈរស្ងៀមសង្កេតមើលកីឡានុបដ្ឋាយិកាយកអ្នកជំងឺទៅ CT scan បន្ទាប់មកគាត់ងាកហើយសួរថាអ្នកជំងឺដើរមកទីនេះដោយខ្លួនឯងហេតុអ្វីបានជានាងធ្វើផ្លាកទីដោយក្រែហើយដេកចុះឥឡូវនេះលីមីនហូឆ្លើយយ៉ាងលឿនតាមកំណត់របស់ខ្ញុំសង្ស័យថាអ្នកជំងឺមានការធ្លាឈាមក្រោមសតបញ្ញាវាជាការល្អបំផុតក្នុងការកាត់បន្ថយសម្ពាធក្នុងរលាកក្បាលសម្រាប់អ្នកជំងឺឈិនហ៊ីឈូលឈរនៅពីក្រោយគាត់ឬការសន្និដ្ឋានរបស់គាត់ហើយមុខរបស់គាត់បង្ហាញការសោកស្ដាយពេលគាត់គិតក្នុងចិត្តអាល្ងងរំលងការថយតែផ្សេងទៀតទាំងអស់ហើយស្នើសុំ CT scan ភ្លាមគឺគួរឲ្យអស់សំចោលរួចទៅហើយឥឡូវនេះគាត់ថែមតែទីរោគវិនិច្ឆ័យទៀតគាត់ប្រកាសជាត្រូវគេស្ដីបន្តហើយ ឥឡូវនេះរូបភាពរបស់លីមីនហូបានលេចឡើងនៅចំពោះមុខវ៉ែនតារបស់ចាងថេជូហើយគាត់បន្តដុកទ័រលីមីនហូជាធម្មតាពេលអ្នកជំងឺដើរចូលមកគ្រូពេទ្យភាគច្រើននឹងមិនសង្ស័យថាមានការធ្លាយឈាមក្រោមសត្វបញ្ញានោះទេអ្នកមានវិចារណញ្ញាណមុតស្រួយពេលអាន CT scan ហើយសង្ស័យថាមានការធ្លាយឈាមក្រោមសត្វបញ្ញាតើតំបន់ណាដែលអ្នកនឹងយកចិត្តទុកដាក់បំផុតគាត់ឆ្លើយភ្លាមតំបន់ដែលងាយនឹងហូរឈាមគាត់សួរបន្ថែមយ៉ាងទន់ភ្លន់តើជាតំបន់ណាខ្លះលីមីនហូឆ្លើយថាដំបូងពិនិត្យតំបន់ Pentagonal Region បន្ទាប់មកពិនិត្យដោយប្រុងប្រយ័ត្ននៅ Interhemispheric Fissure ដើម្បីរកមើលការហូរឈាមដែលទាក់ទងនឹង Anterior Communicating Artery បន្ទាប់មកពិនិត្យ Sylvian Fissure និង Basal Cisterns ប្រសិនបើដងស៊ីតេរបស់វាស្រដៀងនឹងជាលីកាខួរក្បាលនោះគឺជាភាពមិនប្រក្រតីចុងក្រោយប្រសិនបើ temporal horn នៃ lateral ventricle រីកធំគួរឲ្យកត់សម្គាល់នោះក៏ជាសូចញ្ញាដ៏រឹងមាំការធ្លាយឈាមក្រោមសត្វបញ្ញាដែរចាងថេជូញញឹមតិចហើយងក់ក្បាលសរសើរសិក្សាបានល្អណាស់ខ្ញុំនឹងប្រាប់អ្នកនៅពេលលទ្ធផលចេញមកទៅបញ្ចប់ឯកសារចុះលីមីនហូឮដូច្នេះហើយឆ្លើយថាបាទ Professor បន្ទាប់មកគាត់ដើរចេញទៅដោយសម្លឹងមើលទៅសាស្ត្រាចារ្យដោយទឹកមុខស្រងកាំងនៅកន្លែងរបស់គាត់ Dr. Shim Hee Choo ស្រាប់តែសួរថាគាត់ត្រឹមត្រូវម្ដងទៀតតើវាពិតជាកៅចៃដនមែនទេ ចាំងតេជូសួរត្រឡប់មកវិញអ្នកជំងឺដែលមានរោគសញ្ញាច្បាស់លាស់បែបនេះនិងការធ្វើរោគវិនិច្ឆ័យការធ្លាយឈាមក្រោមសតបញ្ញាតើនោះពិតជាការចៃដន្យមែនទេឮដូច្នេះគាត់ងាកឲ្យសួរម្ដងទៀតស្អីគេគាត់ញញឹមតិចហើយនិយាយថាទទួលស្គាល់ខ្លួនឯងទៅជាការពិតណាស់ដំបូងអ្នកអាចនិយាយថាគាត់ទាប៉ុន្តែគាត់គ្រាន់តែបង្ហាញការសង្ស័យមិនត្រឹមត្រូវនៅពេលខ្ញុំសួរហើយនៅពេលដែលគាត់ទទួលឲ្យផ្លាស់ទីអ្នកជំងឺដែលអាចនៅដើរបានដោយរទេះរុនដើម្បីកាត់បន្ថយសម្ពាធក្នុងរលាកក្បាលនោះមិនមែនជាសំណាងទេប៉ុន្តែជាចំណេះដឹងគាត់បានសិក្សាយ៉ាងខ្លាំងបន្ទាប់ពីទទួលបានការពន្យល់ច្បាស់លាស់ពីគាត់ឈិនហ៊ីឈលកោះក្បាលហើយឆ្លើយថាបាទ Professor និយាយត្រូវខណៈនោះសាស្ត្រាចារ្យកំពុងគិតគណោចិត្តសំបីតែជាមួយសាស្ត្រាចារ្យដូចខ្ញុំសង្កេតមើលគាត់ក៏ដោយគាត់នៅតែនិយាយជាមួយអ្នកជំងឺដោយទំនុកចិត្តស្ងប់ចិត្តនិងវិជ្ជាជីវៈបន្ទាប់មកគាត់ញញឹមយ៉ាងទន់ភ្លន់ហើយនិយាយថា